កូនប្រុសឪពុករបស់ឯងកំពុងរងចាំឯងរឿនច្រើនចេះច្រើនគ្រោះថ្នាក់បានមកដល់ទឹកដីល្អរបស់យើងហើយពិភពលោកនេះទូលំទូលាយណាស់អូចោដោជួយឪឯងផងគ្រួសាររបស់ខ្ញុំនឹងតាមរកអ្នកទាំងអស់គ្នាខ្ញុំនឹងនាំពួកគេត្រឡប់មកផ្ទះវិញឲ្យបានដើម្បីការពារនរណាម្នាក់យើងត្រូវតែមានកម្លាំងកំហែងមានភាពមេត្តានិងមានករុណាហេតុអីបានជាពួកគេតាមនាងនាងបានដឹងអត្ថកម្បាំងរបស់មនុស្សខ្ញុំមានឈ្មោះថាម៉ែខ្ញុំដឹងថាពួកគេកំពុងយកកសម្ព័ន្ធឯងទៅណាហើយជ្រើសរើសពួកមនុស្សក្រោយជើងយើងជាសត្វស្វាទីនេះធ្លាប់ជាកន្លែងរបស់មនុស្សមិនមែនជារបស់ឯងទេប៉ុន្តែលើជារបស់ពួកយើងត្រូវនេះអ្នកគ្រប់គ្រងមិនបានប្រាប់យើងពីអ្វីគ្រប់យ៉ាងពីពិភពលោកខាងក្រៅនោះទេណូអអូនគោរពស្ដេចរបស់ឯងគ្មានថ្ងៃទេរឿងអាណាចក្រពិភពស្វាឪវគ្គ4 Get tickets now